บางคนยังทลบชงอลดปลา account Facebook របស់ខ្លួនឯងរាល់ថ្ងៃហ្នឹងមានដែលដឹងថាខ្លួនឯងផុសអ្វីខ្លះហើយវាប៉ះពាល់ទៅដល់ account របស់យើងអត់វាជួបជាមួយនឹង copyright ឬមួយក៏កម្មសិទ្ធិបញ្ញាអត់អញ្ចឹងទៅលើ Facebook បើសិនជាយើងចង់រកលុយជាមួយនឹងមុខងារ content monetize ហើយយើងផុសនេះផុសនោះហើយវាជួប copyright ប្រកាសណាគឺគេអត់បើកឲ្យយើងរកលុយទេទោះបីជាយើងគ្រប់គោលការណ៍គ្រប់លក្ខខណ្ឌគេមិនក៏ដោយអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបចូលទៅ check មើលថា account Facebook របស់យើងឬមួយក៏ page របស់យើងហ្នឹងវាជួប copyright ឬមួយក៏កម្មសិទ្ធិបញ្ញានឹងដែរឬក៏អត់អញ្ចឹងនៅពេលដែលយើងឆែកឃើញហើយបើសិនជាវាមានជួបជាមួយនឹងកម្មសិទ្ធិបញ្ញារបស់គេមិនថាជួបជាវីដេអូឬមួយក៏ជួបជាបទចម្រៀងគឺយើងគ្រាន់តែលុបចោលទៅរួចជាការស្រេចហើយទាំងអស់គ្នាមិនចាំបាច់ពិបាក scroll ទៅរកអីទេទាំងអស់គ្នាគ្រាន់តែចុច link នៅខាងក្រោមដែលខ្ញុំបានដាក់ឲ្យហ្នឹងទៅគឺវានឹង load ចូលទៅក្នុង account Facebook page ឬមួយក៏ account Facebook របស់បងប្អូនហើយបន្តមកទៀតបើសិនជាបងប្អូនយើងឃើញថាវាជួបជាមួយនឹង copyright បងប្អូនយើងគ្រាន់តែចុច delete វាឲ្យអស់ទៅរួចជាការស្រេចហើយដោយ Facebook របស់ខ្ញុំអញ្ចឹង page របស់ខ្ញុំគឺជួប copyright ច្រើនខ្លាំងមែនតើកាលពីមុនដាច់ monetize ហើយអត់ដឹងមូលហេតុទេដោយសារតែវាជួបជាមួយនឹង copyright បទចម្រៀង copyright វីដេអូរបស់គេជាដើមអញ្ចឹងពេលដែលយើងចូលមកដល់ចំណុចកន្លែងនេះហើយយើងឃើញថាវាជួបជាមួយនឹង copyright យើងចុច delete វាអស់ទៅគឺរួចជាការស្រេចហើយបើសិនជាយើងចង់រកលុយជាមួយនឹងមុខងារ content monetize នៅពេលដែលគ្រប់គោលការណ៍វាមានសង្ឃឹមច្រើននៅក្នុងការ invite ឲ្យយើងរកលុយណាអញ្ចឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនកុំភ្លេចចុច like និង share ហើយបើសិនជាចង់ដឹងអីថ្មីបន្ថែមកុំភ្លេច follow page ម្នាក់មួយជួបគ្នាជាមួយនៅវីដេអូក្រោយទៀតបាយបាយ